នៅក្នុងប្រទេសកម្ពុជាស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិស្បៀងអាហារពួកគេចូលរួមយ៉ាងសកម្មនៅគ្រប់ដំណាក់កាលចាប់តាំងពីការដាំដុះប្រមូលផលកែច្នៃវេចខ្ចប់រហូតដល់ការលក់ចេញផលិតផលទៅកាន់ទីផ្សារទោះជាយ៉ាងណាក្តីស្ត្រីជាច្រើននៅតែធ្វើការលក្ខណៈក្រៅប្រព័ន្ធនិងស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះពួកគេតែងតែប្រឈមមុខនឹងលក្ខខណ្ឌការងារដ៏មានហានិភ័យខ្ពស់និងទទួលបានការគាំពារសង្គមមានកម្រិតតិចតួចបំផុតជួបជាមួយលោកស្រីសំទូចជាកសិករខ្នាតតូចនិងជាថ្នាក់ដឹកនាំសហគមន៍ដ៏សកម្មមួយរូបលោកស្រីមិនត្រឹមតែសាបព្រោះដំណាំនៅក្នុងចំការរបស់គាត់តែប៉ុណ្ណោះទេគាត់ក៏បានសាបព្រោះការផ្លាស់ប្ដូរនៅក្នុងសហគមន៍របស់គាត់ផងដែរសពថ្ងៃនេះខ្ញុំជាកសិករឯងក៏ប៉ុន្តែខ្ញុំតំណាងឲ្យសមាជិកក្នុងសហគមន៍ចំនួន49គ្រួសារអង្គការពីអង្គការសមាគមកសិករកម្ពុជាហ្នឹងគាត់ចុះមកបង្រៀនពួកខ្ញុំបណ្ដុះបណ្ដាលខាងថាការតស៊ូមតិអីហើយខ្ញុំហ្នឹងក៏មានភាពក្លាហានហ៊ាននិយាយជាមួយអាជ្ញាធរមិនថាតាពង្រឹងស្ត្រីឯខាងផ្លូវច្បាប់ហើយនឹងការតស៊ូមតិឲ្យខ្ញុំចេះសាមគ្គីគ្នាយើងទៅដាក់អីញ៉ាត់នៅឃុំហ្នឹងយើងត្រូវទៀមទាអីពីគាត់មកឲ្យមានត្រាចេញត្រាចូលទទួលពីថ្ងៃនេះខែនេះបានពួកខ្ញុំវិលត្រឡប់មកវិញកាលមុនខ្ញុំអត់ទេយកទៅដល់ដាក់ពឹកមកវិញបន្ទាប់មកគាត់ចងក្រងមុនដំបូងគាត់មកចងក្រងជាក្រុមប្រាក់សន្សំដាក់ប្រាក់រួមហ្នឹងជួយអ្នកដែលកុនម្ដងម្នាក់ឧទាហរណ៍ថាឥឡូវពូកយក3ខែត្រូវត្រឡប់មកឲ្យពូខវិញម្ដងម្នាក់ម្ដងអត់មានអាចយកតែម្នាក់ឯងរហូតអត់ទេ3ខែត្រូវត្រឡប់មកវិញទាំងចុងទាំងដើមខ្ញុំយល់ថាល្អពួកខ្ញុំនេះសិតតែអត់បើអញ្ចឹងមានអ្នកណាជួយខ្លួនឯងតែម្ដងចាចងក្រងជួយខ្លួនឯងសម្រាប់កុនអញ្ចឹងអ្នកម្ដងអញ្ចឹងទៅបន្ថែមពីនេះកម្មវិធីប្រាក់សន្សំសហគមន៍បានផ្ដល់នូវមធ្យោបាយគាំទ្រសមាជិកដើម្បីទិញគ្រាប់ពូជដំណាំក្នុងគ្រាលំបាកតាក់ទងនឹងបានសមត្ថៈហើយនឹងបានបសសហ្នឹងក៏ជួយបានមួយចំណែកដែរដោយសារកាលមុនខ្ញុំទៅពេទ្យទៅអីអត់មានបានហ្នឹងខ្ញុំអស់លុយតែឥឡូវនេះជួយបានសហគមន៍ក្នុងសមាជិកក្នុងសហគមន៍ខ្ញុំហ្នឹងបានច្រើនសម្រាប់ខ្ញុំចង់ឲ្យសមាជិកក្នុងសហគមន៍ទាំងអស់ហ្នឹងឲ្យមានបានសមត្ថៈនិងបានបសសហ្នឹងឲ្យគ្រប់គ្នាសម្រាប់យើងទៅមណ្ឌលសុខភាពអីអត់អស់លុយកម្មវិធីការធ្វើឲ្យប្រសើរឡើងគាំពារសង្គមនិងសិទ្ធិការងាររបស់កម្មករស្ត្រីក្នុងតំបន់អាស៊ាននៃវិស័យកសិស្បៀងអាហារដែលដឹកនាំដោយអង្គការអុកស្វាមត្រូវបានអនុវត្តនៅប្រទេសកម្ពុជាឡាវនិងវៀតណាមនៅកម្ពុជាគោលដៅរបស់កម្មវិធីត្រឹមឆ្នាំ2026និងសម្រេចឲ្យបានការគាំទ្រដល់កម្មករស្ត្រីចំនួន34,700 នាក់ដែលចងក្រងជាសហជីពនិងជាក្រុមសហគមន៍ចំនួន369ក្រុមក្នុងចំណោមនេះមានស្ត្រី31,520 នាក់ជាបុគ្គលស្វ័យនិយោជន៍និង3,180 នាក់ជាកម្មករធ្វើការទទួលប្រាក់ឈ្នួលអង្គការអុកស្វាមអនុវត្តកម្មវិធីនេះជាមួយអង្គការដៃគូចំនួន6ស្ថាប័នរួមមានអង្គការបន្ទាយស្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាសហភាពការងារកម្ពុជាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនសម្រាប់សហគមន៍ខ្ញុំសមាគមសម្ព័ន្ធកសិករកម្ពុជាគាត់មកបានបង្រៀនពួកខ្ញុំវិធីសាស្ត្រប្រើប្រាស់គីមីឧទាហរណ៍ដូចថ្នាំសម្រាប់បាញ់ឲ្យងាប់សត្វល្អិតមួយទៀតសម្រាប់ស្មៅគាត់ចុះមកបណ្ដុះបណ្ដាលឲ្យចេះដឹងអំពីប្រើប្រាស់មានម៉ាស់ពាក់មានស្រោមដៃពាក់អាវចិត្តពាក់អាវឲ្យក្រាស់ដើម្បីការពារសុវត្ថិភាពកុំឲ្យប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នាមុនពេលទទួលបានការបណ្ដុះបណ្ដាលពីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាសហគមន៍ធ្លាប់ប្រើប្រាស់ថ្នាំគីមីកសិកម្មដោយគ្មានឧបករណ៍ការពារត្រឹមត្រូវនិងគ្មានចំណេះដឹងអំពីហានិភ័យដែលអាចកើតមានការប្រើប្រាស់សារធាតុគីមីពុលបានបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងច្រើនជាក់ស្ដែងប្តីរបស់លោកស្រីត្រូវចូលសម្រាប់ព្យាបាលក្នុងមន្ទីរពេទ្យដោយសារតែបញ្ហាសួត
កូនប្រសាររបស់គាត់រងការរលាកស្បែកធ្ងន់ធ្ងរហើយសមាជិកសហគមន៍ផ្សេងៗទៀតក៏មានរោគសញ្ញាដូចជាឈឺស្លេកស្លាំងនិងក្អួតចង្អោរបន្ទាប់ពីការបាញ់ថ្នាំគីមីផងដែរ ហើយអំពីសុខភាពក៏ចឹងដែរសុខភាពហ្នឹងយើងចេះដឹងមានចំណេះដឹងចឹងទៅយើងអាចថែរក្សាសុខភាពយើងបានល្អជាងមុនប្រសើរជាងមុនកាលមុនធ្វើអត់ដឹងអីចឹងយើងបលឈឺបលអីចឹងឥឡូវអត់ទេសម្រាប់ខ្ញុំចង់ឃើញសហគមន៍ខ្ញុំហ្នឹងទៅថ្ងៃអនាគតទៅបានល្អប្រសើរដូចជាបានប្លង់រឹងសម្រាប់គ្រួសារនីមួយចំនួន49គ្រួសារហ្នឹងឲ្យបានប្លង់គ្រប់គ្នាចាហើយចេះជួយគ្នាទៅវិញទៅមកចឹងទៅ តាមរយៈកម្មវិធីរបស់អង្គការអុកស្វាមស្ត្រីដូចជាលោកស្រីសំទូចបានទទួលទាំងចំណេះដឹងការគាំទ្រនិងឱកាសក្នុងការចងក្រងកម្លាំងជាសហគមន៍ដើម្បីទាមទារសិទ្ធិរបស់ខ្លួនក្នុងការទទួលបានការគាំពារសង្គមនិងកសាងអនាគតដែលមានភាពម្ចាស់ការប្រកបដោយភាពធន់ ចុងក្រោយខ្ញុំមានពាក្យពេចន៍ផ្ដាំផ្ញើដល់ស្ត្រីក្មេងៗក្រោយចំនួនក្រោយហ្នឹងឲ្យចេះដឹងឲ្យមានចំណេះដឹងដើម្បីស្នងពីខ្ញុំអត់ពីខ្ញុំទៅឲ្យគាត់ជាអ្នកដឹកនាំមួយរូបត្រូវចេះចែករំលែកយើងចេះហើយហ្នឹងយើងត្រូវចែករំលែកក្នុងសហគមន៍សមាជិកក្នុងសហគមន៍ឲ្យបានដឹងដូចយើងដែលចេះយើងបានទៅរៀនចេះហ្នឹងយើងត្រូវចែករំលែកឲ្យគាត់បានដឹងផងមានភាពក្លាហានចេះតស៊ូ យើងកុំគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនពេកបើយើងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនពេកយើងមិនអាចដើរទៅមុខបានទេបើយើងគិតផលប្រយោជន៍រួមឲ្យបានច្រើនជាងនេះ សាច់រឿងរបស់លោកស្រីសំទូចបង្ហាញយ៉ាងច្បាស់ថាការផ្លាស់ប្ដូរជីវវិជ្ជមានចាប់ផ្ដើមពីកម្រិតមូលដ្ឋានការដឹកនាំរបស់ស្ត្រីមិនត្រឹមតែជួយពង្រឹងខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជំរុញភាពរីកចម្រើននិងនាំឲ្យសហគមន៍ឆ្ពោះទៅមុខជានិច្ចផងដែរ